រឿងខ្លាចាញ់ប្រៃកេងកក់និងអណ្ដើកមានសត្វខ្លាមួយដើរស្វែងរកស៊ីតាមទម្លាប់វាលុះដើរទៅប្រទះនឹងសត្វកេងកក់មួយកំពុងលោតផ្លោតក៏ស្រែកសួរទៅថាយឺបងម៉ាំងកាយេខ្លះហៅថាម៉ាំងកាយេឯងដើររកស៊ីអ្វីហ្នឹងកេងកក់តបថាចុះបងខ្លាឯងដើរមករកអ្វីដែរខ្លាថាយើងដើររកស៊ីកេងកក់តបថាយើងក៏ដើររកស៊ីដូចបងឯងដែរខ្លាថាចុះដើររកស៊ីអ្វីនឹងបានបើបងឯងលោតម្ដងបានមួយស៊ុញដូច្នេះតើចាប់សត្វអ្វីនឹងបានកេងកក់ក៏អួតអាត្មាប្រាថ្នាខ្លាកោតខ្លាចថាយឺអ្វីបើឃើញយើងលោតតិចដូច្នេះបើចង់លោតយ៉ាងណាក៏បានចង់ចាប់សត្វទុយក្តីធំប៉ុន្មានក្តីក៏បានទាំងអស់មិនចាញ់បងឯងទេខ្លាថាបើបងឯងពូកែด้วยសម្ដីថានេះយឺលោតប្រឡងគ្នាពីត្រីព្រែកម្ខាងទៅត្រីព្រែកម្ខាងមើលបើបងឯងលោតឆ្លងដល់យើងជឿថាពូកែមែនកេងកក់ជាសត្វមានប្រាជ្ញាគិតឃើញថាសត្វខ្លានេះតែកាលណាវារៀបនឹងលោតរមែងចោលកន្ទុយទៅខាងក្រោយបើដូច្នេះអញចាំខំកន្ទុយវាកាលមុនវានឹងលោតទៅនោះទើបកេងកក់តបទៅថាខ្លាចអ្វីបងខ្លាឯងបើចង់លោតពីត្រឹមណាទៅត្រឹមណាក៏បានដែរហើយយើងហ៊ានឲ្យបងឯងទៅឈរពីមុខយើងទៀតផងតែកាលណាយើងស្រែកថាហាត្រូវបងឯងលោតទៅចុះខ្លាជាសត្វឆោតមិនអាចគិតដឹងគំនិតកេងកក់វានឹងខំកន្ទុយខ្លួននោះសោះឯខ្លួនទៀតក៏មិនបានគិតឃើញពីរបៀបខ្លួនដែលរៀបនឹងលោតទៅនោះធ្វើកិរិយាយ៉ាងណាដែរក៏ព្រមសន្យាទៅឈរនៅពីមុខកេងកក់ឯកេងកក់ការខ្លាមកឈរពីមុខឃើញពេលអស់ហើយក៏ប្រាប់ថាបងឯងប្រុងស្ដាប់រីឯខ្លារវល់តែប្រុងត្រចៀកស្ដាប់ចោលឯកន្ទុយនោះទៅត្រង់ពីមុខកេងកក់ស្រែកថាហាហើយខំកន្ទុយជាប់ខ្លាលោតផ្លត់ទៅព្រាមដល់ត្រីព្រៃម្ខាងមួយរំតិចអំណាចកន្ទុយខ្លាវត្តទៅមុខនោះដោយទាំងកេងកក់ទៅថងដួចជាដុំដីដែលគេចោលនឹងឈឺនឹងហក់ធ្លាក់ហួរទៅមុខខ្លាស្ទើរតែនឹងស្លាប់ខ្លាក៏មិនអាចដឹងបានប្រែប្រានទៅខាងក្រោយវិញស្រែកហៅថាបងម៉ាំងកាយេអើយមកកេងកក់ឆ្លើយគូកនៅឯនេះហើយខ្លាឮកេងកក់ឆ្លើយទីមុខដូច្នោះក៏ថាបងម៉ាំងកាយេពូកែមែនហើយប៉ុន្តែខាងការចាប់សត្វនោះយើងមិនទាន់ឃើញរឹតបងឯងនៅឡើយទេបើដូច្នេះយើងនឹងចាប់សត្វលបងគ្នាទៀតកេងកក់ព្រមក៏តបវិញថាបងទៅចាប់សត្វចុះបានសត្វប៉ុន្មានមកជួបគ្នានៅកន្លែងនេះយើងនឹងរើសាច់នោះលបងគ្នាមើលតើអ្នកណាច្រើនជាងខ្លាព្រមក៏ចេញទៅរកចាប់សត្វផ្សេងបានច្រើនឯកេងកក់ក្រោយខ្លាចេញទៅនោះខំសង្វាតលោតទៅមិនដឹងនឹងទៅចាប់សត្វណាបានទេព្រោះធ្លាប់តែចាប់ចន្លេននិងស្រមោចសង្អាលោតបន្តិចទៅឃើញមានធ្យូងមួយដុំប៉ាន់ក្របសណ្ដែកក៏លេបធ្យូងនោះចូលទៅលោតបន្តិចទៅទៀតឃើញឆ្អឹងត្រីស្លាតមួយតូចនៅកណ្ដាលផ្លូវលេបថែមទៅទៀតលោតបន្តិចទៅទៀតឃើញក្របអង្ក្រេមអង្ក្រមមួយក៏លេបទៅទៀតបានជា3មុខល្មមតែពេញនោះរួចក៏ត្រឡប់វើមកចាំខ្លាខាងទីដដែលវិញឯខ្លាកាលបើស្វែងរកសត្វបានសពគ្រប់ហើយក៏ត្រឡប់មកឯកន្លែងដើមតាមសន្យាលុះមកដល់ឃើញគីងកក់អង្គុយចាំច្រពុកពុកក៏សួរថាយឺបងម៉ាំងកាយេមកដល់ហើយគីងកក់តបថាយើមកចាំឯងយូរណាស់ហើយមើលបងខ្លាឯងបានប៉ុន្មានមុខបងឯងរើជេនមកមើលយើងនឹងកត់ត្រាខ្លារើសាច់នានាជាច្រើនមុខប្រាប់ទីងកក់រើសចេញអស់ទើបប្រាប់ថាអស់តែប៉ុណ្ណេះហើយគីងកក់រើសចំណៃរបស់ខ្លួនវិញឲ្យខ្លាមើលម្ដងទី1រើសបញ្ចេញធ្យូងមុខមុនខ្លាសួរថាសត្វអីបងគីងកក់ថានឹងគេហៅថាគៀស្រមួយខ្លាស្ដាប់មិនបានអង្វរថាគង់និយាយបាលីបាគូបងសូមប្រាប់ជាសម្រាយមកចុះគីងកក់ប្រាប់ថានេះកុយរមៀសខ្លាក៏កោតថាយូខំដល់ទៅរមៀសផងទី2រើឆ្អឹងត្រីស្លាតចេញមកទៀតខ្លាសួរថាសត្វអីសស្គូដូចនេះបងគីងកក់ប្រាប់ថាផ្លូវដំរីស៊ូកខ្លាថាអាណិតទៅគុំនិយាយបាលីបាគូអ្វីគីងកក់ថានឹងគេហៅថាភ្លុកដំរីសខ្លារឹតតែកោតថាអាយ៉ាលេងដល់ភ្លុកដំរីសទៀតខំ
ចុះអស់ប៉ុណ្ណឹងហើយឬនៅទៀតបងគិងកក់ថាយឺអស់ប៉ុណ្ណឹងអាក់ម៉ែនៅច្រើនមុខណាបងឯងចាំតែរាប់ចុះទី3រើទម្លាក់គ្រាប់អង្ក្រេមអង្ក្រមមួយចេញមកខ្លាសួរថាសត្វអីក្រហមផងខ្មៅផងដូច្នេះបងគិងកក់តបថាភ្នែកអាខ្លាយឯងខ្លាថាសុំនិយាយជាសម្រាយទៅវិញមើលគិងកក់តបថានឹងហើយគេហៅថាភ្នែកអាខ្លាឯងនឹងខ្លាឮថាភ្នែករបស់ខ្លួនក៏ស្ទុះរត់ភ្លាមមិនហ៊ាននៅគិងកក់ស្រែកថាឈប់សិនឯងទៅណាចាំអញយកភ្នែកឯងស៊ីសិនខ្លារត់តែភ័យខ្លាំងឡើងទៀតចេះតែរត់ទៅគិងកក់ខំដេញតាមពីក្រោយលក់ឆ្ងាយបន្តិចទៅស្រាប់តែប្រទះនឹងអណ្ដើកសួរថាបងម៉ាំងកាយេរត់ទៅណាបងគិងកក់ថាបងជាបរិលិលខ្ញុំដេញតាមខ្លាវារត់ទៅមិញបងប្រទះដែរឬអណ្ដើកថាឃើញវារត់ទៅហើយបើដូច្នេះខ្ញុំជួយតាមគិងកក់និងអណ្ដើកក៏នាំគ្នាតាមដើរបន្តិចទៅឃើញខ្លាសំងុំពួនលើគុំរកសៃអណ្ដើកឃើញស្រីប្រាប់ទៅគិងកក់ថាវីនឺនេះទេគិងកក់ថាបងជាបរិលិលឯងចាំនៅត្រង់ទីនេះចុះខ្ញុំនឹងឡើងទៅចាប់វាឯលើគិងកក់ខំឡើងតាមវិលនឹងមេឃឈើទៅបានពាក់កណ្ដាលគុំរកសៃស្រាប់តារបួតដៃធ្លាក់មុខដីលឺសូរប្រោកអណ្ដើកថាអើបងគិងកក់ថាខ្ញុំចុះមកបយវិលយកទៅចង់វាតែម្ដងខ្លាលឺដូច្នោះស្ទុះលោតចុះរត់ទៅទៀតទៅឃើញដើមឈើមួយដើមធំក៏ត្រេកអរខំឡើងទៅនៅសំងុំមិនឲ្យសត្វទាំងពីរដឹងឯគិងកក់និងអណ្ដើកខំតាមដានទៅបាត់ដានត្រង់ដើមឈើនោះមើលលើឃើញឯខ្លាពូនក្រាបនៅលើមេឃឈើក្រមៀមទើបស្រែកប្រាប់គ្នាថាកណូវានៅនេះទេគិងកក់ប្រាប់ថាបងជាបរិលិលឯងចាំនៅគល់នេះចុះខ្ញុំនឹងឡើងទៅចាប់វាឯលើគិងកក់ខំប្រវេប្រវាឡើងទៅចិត្តប្រគៀបមេឃឈើស្រាប់តែសម្បកឈើរបេះធ្លេកចុះមកដោយទាំងខ្លួនមកដល់ដីអណ្ដើកឃ្លឿនសួរថាមិនដេចដូច្នេះគិងកក់ថាយើងគិតរលំឈើនេះវិញឲ្យដួលនឹងចាប់អណ្ដើកបូលទាំងតិចគល់ឈើនោះលឺសូរពោករួចគិងកក់ធឺបញ្ចេញសំឡេងលឺតែក្រត់ហើយស្រែកបន្ថថារលំឈើហើយខ្លាលឺថាវារលំទទួលក្រឡេកមើលទៅលើឃើញពពករសាទលឿនស្លៅស្មានថារលំមែនក៏ស្ទុះរត់ចុះទៅទៀតសត្វទាំងពីរចេះតែដេញតាមទៅឯខ្លារត់កាន់តែឆ្ងាយបានប្រទះនឹងតាចាស់ម្នាក់ធ្វើជាងដែកខ្លាចូលទៅសំពះតាចាស់នោះថាសូឲ្យជួយយកអាយុខ្ញុំផងត្បិតគិងកក់នឹងអណ្ដើកវាដេញចាប់ខ្ញុំនឹងប្រហារជីវិតតាចាស់តបទៅនឹងខ្លាថានឹងចុះសឹមអញជួយឯងឲ្យរួចពីស្លាប់កុំឲ្យអាគិងកក់អណ្ដើកធ្វើអ្វីបានយូរបន្តិចឃើញអណ្ដើកទៅបាល់មុនខ្លាប្រាប់តាចាស់ថានឹងឲ្យវាមកទៀតអើតាចាស់ថាមិនអីទេបើខ្លាចណាស់ឬខំសោបខ្លាំងទៅខ្លារឹតតែសោបខ្លាំងឡើងទៀតតាចាស់ចាប់អណ្ដើកនោះបានយកទ្របគូតអង្គុយហើយថាហើយចាំតែធ្វើដៃរួចសឹមស្ងោបន្តិចឃើញគិងកក់ទៅដល់ទៀតខ្លាថានឹងឲ្យវាប្រាថ្នាតែភ្នែកខ្លួនទេតាចាស់ប្រាប់ថាបើឯងខ្លាចណាស់ត្រូវយកខ្សែចងសនុបផ្ទាប់នឹងចង្កេះទេខ្លាធ្វើតាមឯតាចាស់នោះគាត់ស្លៀកខោជើងធំពេកអង្គុយលើអណ្ដើកកំពុងតែពើតរូសកោះកំបិតភ្លេចគិតឯប្រដាប់របស់ខ្លួនខាងក្រោមធឿកស្ទោកនៅកណ្ដាលវាលគិងកក់ក្រឡេកឃើញប្រាប់ទៅអណ្ដើកថាបងជាបលីលិលឯងមើលខាងក្រោមអណ្ដើកក្រឡេកទៅឃើញប្រដាប់តាចាស់នោះទាំងអស់ក៏មានចិត្តអព្រួយហើយអើតក្បាលចូលទៅក្នុងជើងខោខំក្រឹបដោយជង្គង់ដាច់ត្រឹមគល់ទៅទាំងអស់តាចាស់ដួលបះជើងច្រោងគិងកក់ស្រែកថាទៅកណូយឿនដួលមួយហើយខ្លាឃើញតាចាស់ដួលក៏ស្ទុះរត់ទៅដោយទាំងស្នូបនោះថងគិងកក់ដេញតាមទៅដល់ជិតមាត់ស្ទឹងមួយមានទឹកជ្រៅគិងកក់ស្រែកឲ្យអណ្ដើកថាប្រយ័ត្នណាស់បងខំស្ទាក់កុំឲ្យវាលោតទឹកក្រែងបាត់ដានខ្លាលឺដូច្នោះក៏លោតទៅក្នុងទឹកចូលក្នុងស្នូបទឹកហ៊ូខ្លាំងក៏នាំខ្លាលេចស្លាប់ទៅ